រាំងខ្ញុំឧស្សាហ៍ត្អូញត្អែអាហារភាគខាងលិចមិនឆ្ងាញ់អាហារពេលព្រឹកគឺមិនឆ្ងាញ់សូម្បីម្ហូបល្បីឈ្មោះបំផុតនៅបារាំងនាងក៏យល់ថាមិនឆ្ងាញ់ដែរខ្ញុំអ្វីក៏មានវិធីកែប្រែបន្តិចទឹកសណ្ដែកខ្ញុំពិតជាគ្មានវិធីទេក្រៅពេលដែលខ្ញុំមកដល់សៀងហៃខ្ញុំទើបដឹងការពិតរសជាតិបែបនេះសោះក្បាលរបស់លោកយ៉ាងម៉េចហើយក្បាលខ្ញុំជាសះស្បើយហើយកម្រងជាច្រើនកំពុងតែការជារូបរាងបណ្ដាចាំខ្ញុំនិយាយឲ្យនាងស្ដាប់តាមសម្រួលចុះខ្ញុំគិតថារបួសលោកយ៉ាងម៉េចហើយបន្តិចទៀតបដូរថ្នាំឲ្យលោករបួសខ្ញុំអស់អីហើយគ្រាន់តែជួនកាលអាចឈឺបន្តិចដាស់តឿនខ្ញុំកុំអស់រំជួលចិត្តតែប៉ុណ្ណោះជួនកាលឈឺអញ្ចឹងគឺមិនតាន់ជាទេជួនកាលឈឺមួយនេះឈឺមិនដល់ពេលដែលនៅបារាំងបាត់បង់នាងនៅសៀងហៃរំមិនឃើញនោះទេគឺមិនទុកជាអ្វីទេឈីហ្វៃម្នាក់នេះពិតជាមនុស្សមិនធម្មតាមែនមកចាត់ណាហាងលីត្រូវធ្វើការមើលទៅអាចចាញ់ឈីហ្វៃម្នាក់នេះគោលចំហខ្ញុំត្រូវនឹងធឹងហើយបារាំងម្នាក់នេះខ្ញុំទៅមិនត្រូវទៅអ៊ំស្រីយេហ្វានពេលនៅតូចគឺមិនមែនស្វិតណាស់ឬពឺណាទេមិនមែនធ្វើឲ្យខួរក្បាលអ៊ំឈឺទេអាចមិនមែនទេលោកមិនក៏ដឹងខ្ញុំទេចុះអ៊ំស្រីពេលនាងនៅតូចមានរឿងល្អលេងណាអាចនិយាយថានាងរពើខ្លាំងណាស់មិនអាចនិយាយអស់ទេយេហ្វាននាងចូលចិត្តកូតវីយូឡុងតាំងពីតូចបើចង់កូតវីយូឡុងនាងពាក់កណ្ដាលជប់ក៏អាចក្រោកឡើងកូតក្មួយក៏ដឹងផ្ទះពួកយើងនៅសៀងហៃសំលេងខ្លាំងមិនបានខ្ញុំតែងតែត្រូវអ្នកជិតខាងបន្ទោសរហូតនឹងនេះប្រហែលជាចំណុចពិសេសរបស់ជាហ្វានហើយចូលចិត្តធ្វើអ្វីគឺធ្វើនោះគ្មានគេខ្វល់ពីនាងទេបានហើយឆាប់សួរទៅរងចាំម៉ាក់ខ្ញុំក៏និយាយចាប់ដែរអ៊ំស្រីនៅមានទេនៅមានទៀតព្រោះយេហ្វានចូលចិត្តវីយូឡុងតាំងពីតូចខ្ញុំក៏រកគ្រូតន្ត្រីម្នាក់ឲ្យគេឆ្នាំនោះគេដូចជាអាយុ7ឆ្នាំគេបែរជាឆ្លោះគ្នាជាមួយនឹងគ្រូតន្ត្រីនោះថាគ្រូយកទំនុកបាត់មួយកូតខុស3កន្លែងគ្រូថាឯងជាគ្រូឬក៏ខ្ញុំជាគ្រូទៅគេប្រាប់គ្រូថាបើនាមលោកជាគ្រូប៉ុន្តែលើបច្ចេកទេសខ្ញុំជាគ្រូណាការពិតជាហ្វានតាំងពីតូចគឺបែបនេះនិយាយស្ដីប្រកែបែបនេះមិនចម្លែកទេពេលធំឡើងគឺមានទេពកោសល្យតែងតែធ្វើឲ្យខ្ញុំនេះគ្មានវិធីទប់ទល់អ៊ំស្រីនៅមានអ្វីទៀតទេនៅមានកុំនិយាយទៀតអីញ៉ាំអាហារពេលព្រឹកគឺខ្លាចជាអាហារខ្ញុំចូលចិត្តស្ដាប់ឲ្យតែរឿងនេះតាក់ទងនឹងនាងខ្ញុំពិតជាចង់ស្ដាប់ណាស់